ខ្ញុំបាទឈ្មោះអៀកំស្រីជាដំបងសូមជម្រាបជូនបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមលើកយកពីរឿងសំខាន់ណាស់សម្រាប់ប្រទេសជាតិយើងគឺរឿងរំដោះជាតិនិងបង្រួបបង្រួមជាតិពីព្រោះពាក្យពីរម៉ាត់ហ្នឹងវាមានអត្ថន័យសំខាន់ណាស់សម្រាប់ในការសម្រេចចិត្តឲ្យបងប្អូនយើងនៅពេលហ្នឹងឯងហើយឲ្យបងប្អូនយើងសម្រេចចិត្តតើចង់យកពីរឿងរំដោះជាតិឬក៏យកការបង្រួបបង្រួមជាតិទន្ទឹមនឹងចូលនៅក្នុងប្រធានបទនៅការនិយាយស្ដីនៅពាក្យពីរម៉ាត់ហ្នឹងបង្រួបបង្រួមជាតិនិងរំដោះជាតិខ្ញុំនឹងឆ្លើយតបមួយបំណែកនៅបងប្អូនមានភាពចម្ងល់សម្រាប់មកលើខ្ញុំតើខ្ញុំនឹងជាអ្នកណាហើយហេតុអីបានខ្ញុំទៅវាយសំរាំងស៊ីបើខ្ញុំជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិរួចទៅហើយហេតុអីបានខ្ញុំទៅវាយសំរាំងស៊ីដូច្នេះទន្ទឹមនឹងការនិយាយចូលទៅដល់លក្ខណៈអស់នឹងខ្ញុំចង់បញ្ជាក់បង្ហាញទៅលើមជ្ឈដ្ឋានអន្តរជាតិឲ្យបងប្អូនឲ្យបានយល់ឲ្យច្បាស់អំពីគោលដៅរបស់ខ្ញុំដូច្នេះទន្ទឹមនឹងការគោលដៅរបស់ខ្ញុំក៏ខ្ញុំជំហរនៅការលះបង់ហេតុអីបានអៀកំស្រីសម្រាប់ចិត្តនៅការលះបង់ចូលមកកាលណាអ្វីក៏ដោយអ្នកដែលលះបង់មានផលប្រយោជន៍ដូចសំរងស៊ីក៏មានការលះបង់អៀកំសេងក៏មានការលះបង់តើការលះបង់ហ្នឹងផលប្រយោជន៍បានអីខ្លះសម្រាប់ដែលយើងវិភាគទាំងពីរសម្រាប់សំរងស៊ីហើយនិងអៀកំសេងទន្ទឹមពេលហ្នឹងខ្ញុំចង់លើកជីវប្រវត្តិសង្ខេបរបស់ខ្ញុំដើម្បីបញ្យល់មកតាមចិត្តឲ្យយល់ពីគោលដៅរបស់ខ្ញុំដែលខ្ញុំគេហៅថាការលះបង់ខ្ញុំជាវិស្វករទូទៅដែលរស់ទីអូស្ត្រាលីហើយជីវភាពរបស់ខ្ញុំបើខ្ញុំនិយាយពីជីវភាពរបស់ខ្ញុំគឺខ្ញុំសំរុំនឹងការរស់នៅដោយតម្លៃពោះរួចទៅហើយនៅក្នុងភាពដែលខ្ញុំទទួលបានខ្ញុំជាវិស្វករទូទៅដែលខ្ញុំចេះ28ឯកទេសចំណូលលើខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនដងហើយពី6000ឡើងទៅដល់$10000ក្នុងមួយខែអានេះខ្ញុំនិយាយពីចំណូលខ្ញុំហើយនិយាយពីរឿងឯកទេសខ្ញុំចេះ28ឯកទេសបើនិយាយផ្នែកបំណែកឡានគឺខ្ញុំចេះទូទៅមកឡានគឺខ្ញុំចេះធ្វើមកចប់តែមិនមែនអ្នកបង្កើតឡានទេគឺធ្វើឡានគឺជួសជុលឡានមកចប់អានេះខ្ញុំចេះពីផ្នែកខាងសំណង់គឺខ្ញុំចេះមកចប់តាំងពីធ្វើតាំងពី6រហូតទៅដល់បងប្អូនមកជួនៅអានេះយើងនិយាយពីទ្រុំផ្នែកខាងសំណង់ផ្នែកខាងផ្ទះអានេះខ្ញុំចេះក៏ប៉ុន្តែរឿងស្អីក៏ខ្ញុំចេះដែរតាំងពីភ្លើងតាំងពីខ្យល់ទឹកដីមក chemical ស្អីក៏ខ្ញុំចេះទាំងអស់អានេះខ្ញុំនិយាយប្រាប់ពីឯកទេសរបស់តែសំខាន់បំផុតនៅក្នុងសប្តាហ៍នេះហេតុអីបានខ្ញុំមានការលះបង់ហើយការលះបង់របស់ខ្ញុំហ្នឹងខ្ញុំសួរថាដើម្បីអីខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនម្ដងរួចទៅហើយការលះបង់របស់ខ្ញុំគឺខ្ញុំអត់មានបានផលប្រយោជន៍អីទេសម្រាប់មកលើខ្ញុំពីព្រោះគោលដៅខ្ញុំឃើញតែភាពដែលមានចិត្តស្រឡាញ់ជាតិមានឃើញតែភាពអាណិតប្រជាជាតិខ្មែរយើងគ្នារងទុក្ខវេទនាមានការជឿចាប់ទៅលើទង្វើនៃការធានធានរបស់យួនសកម្មភាពអ្នកបំរើយួនសម្រាប់ខ្មែរចំណុចអស់ហ្នឹងតែអៀកំសេងចេញមុខមកមិនមែនមើលមិនដឹងទេរឿងនយោបាយសម័យអៀកំសេងច្បាស់ដូចបាត់ដៃចឹងក៏ប៉ុន្តែមិនចង់បានឋានន្តរស័ក្តិមិនចង់បានលៀបសការៈយុស័ក្តិអំណាចដើម្បីមកធ្វើបាបប្រជាពលរដ្ឋនោះទេអ្វីដែលអៀកំសេងធ្វើហ្នឹងគឺគោលដៅចង់រំដោះជាតិឲ្យចេញពីកញ្ញាំដៃនៃយួនជាមានឲ្យបងប្អូនខ្មែរយើងរួចផុតពីទង្វើនៃការឈាមពៀនរួចផុតពីកញ្ញាំការបោកប្រាស់របស់គុំអ្វីដែលអៀកំសេងមើលឃើញហ្នឹងគឺវិបត្តិរយៈកាលអស់70ឆ្នាំមកទល់សប្តាហ៍ហ្នឹងហេតុអីបានអៀកំសេងខំស្រាវជ្រាវរាល់វិបត្តិរាល់នយោបាយទាំងអស់ប្រវត្តិសាស្ត្រទាំងអស់ដើម្បីឆ្លុះបញ្ចាំងអ្នកណាជាសត្រូវរបស់ខ្មែរដើម្បីចង់បញ្យល់ប្រជាជាតិយើងឲ្យយល់ដរាបណាតែយើងយល់ពីប្រវត្តិសាស្ត្រយើងយល់ពីហេតុផលដែលប្រកបតែយើងយល់ពីមនុស្សតែមានប្រើនយោបាយដើម្បីផលប្រយោជន៍នៃការជន់ឈ្លីប្រទេសជាតិឬក៏ផលប្រយោជន៍ដើម្បីជួយជាតិរហូតទៅទល់នឹងសប្តាហ៍ហ្នឹងមិនមែនរំតែលះបង់ត្រឹមតែជីវភាពមួយទេលះបង់តាំងពីជីវិតថែមទៀតដូច្នេះណាអ្វីដែលអៀកំសេងធ្វើសប្តាហ៍នេះសត្រូវគឺហុំព័ទ្ធអៀកំសេងគ្រប់ចំណុចទាំងអស់គុំថាឡើយចុះតែស្រុកខ្មែរនៅក្រៅប្រទេសមិនមែនតំណាងថាសុខស្រួលទេគេតាមប្រមាញ់អៀកំសេងគ្រប់បំណែកតែខ្ញុំក៏នឹងប្រាប់ឲ្យច្បាស់លាស់បើខ្ញុំចេញមុខមកហើយខ្ញុំមិនដែលចេះខ្លាចទេបើខ្លាចក៏ខ្ញុំអត់ធ្វើដែរនេះខ្ញុំបញ្ជាក់ប្រាប់បងប្អូនឲ្យច្បាស់លាស់តែខ្ញុំសូមសួរតែផលប្រយោជន៍តើបានស្អីបើចេញមកធ្វើដោយល្ងឹតល្ងុលស្អីក៏អត់បានទាំងអស់ហើយលះបង់តាំងពីជីវភាពរបស់ខ្លួនឯងទៀតអានឹងបងប្អូនមើលឃើញឲ្យត្រឹមត្រូវហើយមិនមែនមនុស្សណាអាចធ្វើបានទេអ្នកឯងបើចេះអ្នកមួយចំនួនក៏ប្រពន្ធនៅហាមឃាត់ដែរមិនប្រពន្ធគេមិនឲ្យលូកលន់ទេតែអៀកំសេងហ៊ានជំរុះចោលទាំងអស់ដើម្បីឈរទៅលើបញ្ហាជាតិតែផ្ទុយទៅវិញបែរជាបងប្អូនមួយចំនួននៅតែងងឹតងងល់មិនព្រមស្រាវជ្រាវពីប្រវត្តិដែលខ្ញុំតែងតែបញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យច្បាស់លាស់អស់ហើយពីរឿងជីវៈរបស់ខ្ញុំអត់មានចង់បានឋានន្តរស័ក្តិអត់ចង់បានតំណែងអត់ចង់បានភាពដែលហៅថាការលូកលន់របស់ខ្លួនឯងចង់បានអំណាចយកមកគ្រប់គ្រងទេអ្វីក៏ដោយគឺចង់ឲ្យប្រទេសខ្មែរយើងរួចផុតពីកញ្ញាំដៃនៃការយួនធានវាតែទន្ទឹមពេលហ្នឹងយើងមិនអាចទៅវាយយួនបានទាំងស្រុងទេពីព្រោះនេះជារឿងនយោបាយដោយមានភាពខ្មៅងងឹតនៅក្រៅចំណុចហ្នឹងយើងទៅរកប្រភពនៅបញ្ហាដូចខ្ញុំបានតែបញ្ជាក់ប្រាប់ចឹងមុននឹងយើងចង់មើលជំងឺឲ្យជាត្រូវតែដរាបណាតែយើងរកនៅជំងឺហ្នឹងដល់ពិតប្រកបបានយើងដាក់ណាំទៅនឹងត្រូវតែបងប្អូនមើលរយៈកាលកន្លងមកអ្នកនយោបាយទាំងអស់នៅស្រុកខ្មែរតែងតែប្រើនយោបាយគេហៅថាបំពេញមតិប្រើនយោបាយបោកប្រាស់ប្រជាជាតិដើម្បីឈរទៅលើអំណាចនៅការគ្រប់គ្រងរបស់ខ្លួនឯងចេះតែយកប្រើពាក្យមួយស្រឡាញ់ជាតិតែអត់មានបានធ្វើទង្វើនៅការលះបង់ឲ្យសមស្របទេអញ្ចឹងហើយបានអៀកំសេងចេញមុខមកដើម្បីឆ្លុះបញ្ចាំងអញ្ចឹងបាននៅក្នុងខ្ញុំមិនមែនជាអ្នកធ្វើនយោបាយទេតែខ្ញុំអ្នកវិភាគនយោបាយអញ្ចឹងបានខ្ញុំប្រើពាក្យ3ម៉ាត់ឲ្យបងប្អូនចាប់អារម្មណ៍នៃពាក្យនឹងឲ្យច្បាស់លាស់គេហៅថាខ្ញុំជាអ្នកវិភាគនយោបាយ
ខ្ញុំជាអ្នកការពារជាតិខ្ញុំជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិក្រៅប្រព័ន្ធក៏ប៉ុន្តែខ្ញុំឈរលើតំណាងជាតិមិនមែនឈរលើតំណាងបកទេតែខ្ញុំគ្រប់គ្រងគណៈបកសង្គ្រោះជាតិតែមិនមែនតំណាងថាខ្ញុំទៅគ្រប់គ្រងសំរងស៊ីទេបើសំរងស៊ីធ្វើត្រូវជាគឹមសេងវាយប្រមូលផ្ដុំទុកឲ្យជាតិទុកឲ្យសំរងស៊ីធ្វើការតែបើសំរងស៊ីដើរនយោបាយក្បត់ជាតិជាគឹមសេងមិនអាចគ្រប់គ្រងបានទេនេះខ្ញុំបញ្ជាក់ប្រាប់បងប្អូនឲ្យបានច្បាស់លាស់ទន្ទឹមនឹងពេលហ្នឹងខ្ញុំចង់វេកញែកពីលទ្ធផលគេហៅថាយើងនិយាយពីសំរងស៊ីនៃការលះបង់ខ្ញុំសូមសួរថាសំរងស៊ីលះបង់20ឆ្នាំហើយគោលដៅគេមានជាតំណាងនៃប្រធានបកបានន័យថាបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលតែអៀកកំសែងអត់មានបានទទួលបានអីទេនេះខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់តែអ្វីដែលខ្ញុំធ្វើហ្នឹងគឺចង់បញ្យល់ប្រជាជាតិឲ្យយល់ថាអ្នកណាសម្លាប់ជាតិខ្មែរយើងប្រវត្តិសាស្ត្រអ្នកណាធ្វើយ៉ាងម៉េចតែសំរងស៊ីមិនដែលមានគោលបំណងណាមួយបញ្យល់ជាតិឲ្យបានច្បាស់លាស់ពីបញ្ហាអស់នេះតែមិនអាចបញ្យល់ប្រទេសខ្មែរទៅជំរុញឲ្យងាប់បន្ថែមទៀតទេចំណុចហ្នឹងហើយដែលខ្ញុំប្រើពាក្យពីរម៉ាត់ឥឡូវបងប្អូនត្រូវតែសម្រេចចិត្តតើបងប្អូនជ្រើសរើសយករំដោះជាតិឬក៏បងប្អូនសម្រេចចិត្តយកបង្រួបបង្រួមជាតិឥឡូវនេះនៅក្នុងនយោបាយបង្រួបបង្រួមជាតិខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យយល់ពីពាក្យហៅថាបង្រួបបង្រួមជាតិយើងរំដោះជាតិបាន2ដងរួចទៅហើយបាន3ដងទាំងលើកនេះបានន័យថាយើងរំដោះជាតិបាន3ដងទាំងលើកនេះតែយើងបរាជ័យទាំង3ដងឥឡូវហ្នឹងនឹងបន្តបរាជ័យទៅមុខទៀតហ្នឹងគេហៅ3ដងទាំងលើកហ្នឹងខ្ញុំចង់បញ្យល់ប្រជាពលរដ្ឋយើងឲ្យយល់យើងរំដោះបានណាចេញពីកញ្ញាំដៃនៃយួនឈៀនពៀនណាពីឆ្នាំ1970មកទល់នឹង75យើងរំដោះបានទាំងស្រុងតែបងប្អូនប្រជាជាតិខ្មែរយើងនៅតែប្រើតែទស្សនៈទៅលើជំនឿហ្នឹងដែលបងប្អូនបាត់បង់ទៅដីបាត់បង់ភាពដែលកុំកើងភាពដែលរស់នៅថ្លៃថ្នូរហ្នឹងបងប្អូនជំរឿសយកអីទេបងប្អូនជំរឿសយកអាបីសាច់សៀនុដើម្បីជំរឿសយកអាបីសាច់សៀនុទៅងើបឡើងធ្វើចលនាវាយសម័យលន់នល់កំតិចសម័យលន់នល់ចោលដើម្បីលើកតម្កើងអាបីសាច់សៀនុអាហ្នឹងដែលបងប្អូនបរាជ័យនៅលើលក្ខណៈទី1ហើយដោយសារអីដោយសារលក្ខណៈទៅលើជំនឿជឿទៅលើអាបីសាច់សៀនុចំណុចហ្នឹងហើយអាបីសាច់សៀនុនៅឆ្នាំ1970ទៅកែនកម្លាំងប្រជាពលរដ្ឋទៅចូលព្រៃដើម្បីធ្វើចលនានយោបាយធ្វើសង្គ្រាមដើម្បីមកវាយសាធារណរដ្ឋតែយើងរំដោះជាតិដោយចេញពីអាកញ្ញាំដៃនៃអាបីសាច់សៀនុយើងអត់សុខចិត្តយើងនៅឈរទៅលើជំនឿខ្លាចបាត់បង់អាបីសាច់សៀនុចំណុចហ្នឹងហើយយើងកុំតិចចោលអាភាពដែលជោគជ័យរបស់ខ្លួនឯងអានេះខ្ញុំនិយាយពីជោគជ័យទី1តែយើងកុំតិចខ្លួនឯងចោលប្រជាជាតិខ្មែរយើងដែលឈរទៅលើជំនឿអីជំនឿអាបីសាច់សៀនុហើយបន្ទាប់មកទៀតខ្ញុំនិយាយពីក្រោយមកគ្រាន់តែជំនឿបងប្អូនជឿអាបីសាច់សៀនុហ្នឹងក្រោយពីឆ្នាំ75មកអានឹងចាប់ផ្ដើមហើយសម្រាប់ប្រជាជាតិខ្មែរយើងប្រើនយោបាយទៅបំរើយួនសម្រាប់ខ្មែរហើយគេចាប់ផ្ដើមរុញនយោបាយចូលមកសម័យខ្មែរក្រហមដើម្បីជំរុញបន្ទាន់សម្រាប់ខ្មែរយើងដើម្បីបន្ទាន់ចោតប្រកាន់ទៅលើពលពតដូច្នេះចំណុចហ្នឹងហើយគេសម្រាប់ខ្មែរយើងអស់ជាង2លានបើយើងបូកទាំងសម័យលន់នល់ផងសរុបទាំងអស់វាចូល2លានជាងហើយអានឹងស្ថិតិខ្មែរយើងមានតែ7លានទេបើគេសម្រាប់យើងអស់2លានជាងបានតែយើងសល់តែ5លានទេនៅក្នុងសម័យពីលន់នល់មកឆ្នាំ74អានឹងតែបងប្អូនហេតុអីបានហៅថាជំនឿបងប្អូននៅតែជឿទៅលើអាបីសាច់សៀនុហ្នឹងដែលហៅថាការជឿអស់ហ្នឹងតែធ្វើឲ្យយើងជួបនៅភាពបរាជ័យជួបនៅវិនិច្ឆ័យកម្មជួបនៅភាពមហន្តរាយទាំងអស់មកទល់នឹងសពថ្ងៃគឺបណ្ដាលមកពីភាពជឿអស់ហ្នឹងតែយើងរងទុក្ខវេទនាដោយសារអីដោយសារជំនឿអាបីសាច់សៀនុនឹងនាមនាំមកនៅសេចក្តីសុខនៅសេចក្តីសេមសានតែយើងបានទទួលទៅពាក្យពិតនឹងអស់ហ្នឹងទេអ្វីអាបីសាច់សៀនុថាវាជាអ្នកស្នេហាជាតិតើវាជាអ្នកស្នេហាជាតិឬក៏វាជាអ្នកក្បត់ជាតិអានឹងឲ្យបងប្អូនវិភាគបន្តទៀតបន្តមកទៀតចលនាតស៊ូអស់រយៈពេល11ឆ្នាំហើយយើងបានជោគជ័យទី2គឺជោគជ័យ93ឆ្នាំ1993យើងបានជោគជ័យបន្តទៀតដោយចលនាតស៊ូអស់រយៈពេល11ឆ្នាំតស៊ូទាំងរំទៅវាយពួកយួនទាមទារអង្គការសហជីវជាតិផងដើម្បីជំរុញឲ្យអង្គការសហជីវជាតិនឹងបង្ខំយួនឲ្យដកទ័ពចេញពីស្រុកខ្មែរចង់បញ្ចប់អង្គការសហជីវជាតិចុះមកជួយប្រទេសខ្មែរយើងដោយសារចូលលើជំនឿរបស់ប្រជាពលរដ្ឋបន្ថែមទៀតជំនឿនឹងជំនឿបន្តទៀតដោយសារចូលទៅលើអាបីសាច់សៀនុការវានាំមកសេចក្តីសុខឲ្យប្រទេសខ្មែរយើងចំណុចហ្នឹងបងប្អូនទៅជឿលើអាបីសាច់សៀនុទៅបោះឆ្នោតឲ្យទៀតបោះឆ្នោតឲ្យលើកតម្កើងអាបីសាច់សៀនុតែជាវីរៈជនដ៏ល្អជាអ្នកដែលជួយចង់បញ្ចប់បងប្អូនបានជោគជ័យហើយតែដល់អាបីសាច់សៀនុយកអំណាចទាំងអស់ទៅបកគលឲ្យអាយួនវិញដែរហើយយើងសួរថាបកគលឲ្យយួននឹងអ្នកណាជាយួននឹងជឿគឺពួកអាកម្ពុជាចោលក្បត់បីសាច់បនកពើអាក្រុមហ៊ុនសែននឹងវាជាយួនហើយទទួលស្គាល់អាពួកហ្នឹងវាជាកូនធរទៀតហើយបន្ទាប់មកទៀតយើងដេញអង្គការសហជីវជាតិចេញអាហ្នឹងដែលយើងបានជោគជ័យទី2ហើយយើងកំតិចដល់ខ្លួនឯងប្រជាជាតិខ្មែរយើងកំតិចដល់ខ្លួនឯងដោយអត់មានអ្នកណាមួយចេញមុខមកបញ្ជាក់បង្ហាញប្រាប់ថាឥឡូវនេះអាបីសាច់សៀនុជាជនក្បត់អត់មានអ្នកណាហ៊ាននិយាយហើយជំរុញនយោបាយលើកតម្កើងថែមទៀតហ្នឹងហើយជានយោបាយដែលយើងត្រូវបរាជ័យនៅក្នុងចំណុចអស់ហ្នឹងដែលយើងត្រូវបរាជ័យដោយសារប្រើពាក្យអីបង្រួបបង្រួមជាតិដែលប្រើពាក្យបង្រួបបង្រួមជាតិហ្នឹងដែលយើងបរាជ័យជាលើកទី2ហើយបរាជ័យលើកទី2ហ្នឹងគឺជាលើកទី2ដ៏ធ្ងន់ធ្ងរបាត់ទឹកដីខ្មែរយើងទាំងស្រុងហើយប្រជាជាតិយើងស្លាប់បន្តឥឡូវនេះគេយកទឹកដីគេយកកោះត្រល់គេយកព្រំដែនជំរុញប្រជាពលរដ្ឋចំណាក់ចោលស្រុកព្រំដែនគេមើលប្រទេសជិតខាងទាំងសងខាងគេមើលងាយគេធ្វើបាបខ្មែរគេសម្លាប់ខ្មែរហើយប្រជាពលរដ្ឋរស់នៅក្នុងក្រោមគំនាបការជិះជាន់និងគៀបសង្កត់ហើយក្រីក្ររស់នៅលើបំណុលសម្រាប់សត្វមិន
ចំជាសត្វមនុស្សមិនចំជាមនុស្សរស់នៅក្នុងឋានភាពវេទនាគ្រប់បំណែកទន្ទឹមនឹងពេលនឹងហើយបែរជាបងប្អូនខ្មែរយើងនៅមួយចំនួននៅងងឹតឬងល់កាប់មុខហើយមិនព្រមទម្លុះមិនព្រមបញ្ជាក់បង្ហាញអ្នកនយោបាយទាំងអស់មិនដែលអ្នកនយោបាយមួយណាចេញមកបញ្ជាក់បង្ហាញថាទុកសោកវេទនាទាំងអស់បណ្ដាលមកពីអបិសាយសៀនោះអត់មានដែលនិយាយហើយទន្ទឹមនឹងពេលហ្នឹងបែរជាអ្នកនយោបាយលើកដំកើងអបិសាយសៀនោះថែមទៀតខ្ញុំអត់និយាយទេពីពួកអាកម្ពុជាចោលក្បត់ជាតិបិសាយបនកពើពួកអាក្រុមហ៊ុនសែនវាលើកដំកើងអបិសាយសៀនោះវាត្រឹមត្រូវពីព្រោះគេបានជោគជ័យគេបានរៀបសក្ការៈទាំងអស់ដោយសារអបិសាយសៀនោះគេតែងតែលើកហើយតែយើងជាប្រជាពលរដ្ឋដែលរងទុក្ខវេទនាដែលពួកយើងជាប្រជាជាតិខ្មែរដ៏ពិតប្រាកដហេតុអីបានយើងមិននាំគ្នាមើលពីជំហរនឹងឲ្យបានពិតប្រាកដហើយចំណុចហ្នឹងហើយដែលអៀកំសែងមើលឃើញនយោបាយប្រទេសខ្មែរប្រវត្តិសាស្ត្រពិតប្រាកដបានចេញមុខមកហ្នឹងគឺក៏ទម្លុះទៅអាកំបាំងទាំងអស់តែពេលដែលអៀកំសែងធ្វើអញ្ចឹងបានន័យថាជីវិតអៀកំសែងផុយស្រួយណាស់នេះខ្ញុំប្រាប់បងប្អូនឲ្យច្បាស់លាស់មិនមែនសំរងស៊ីហ្នឹងទៅមានគេហៅថាផុយស្រួយជាងអៀកំសែងខ្ញុំប្រាប់ឲ្យច្បាស់លាស់ឲ្យបងប្អូនកុំឲ្យមកយកទស្សនៈហ្នឹងថាសំរងស៊ីបានផលប្រយោជន៍បានទៅជាតំណែងនាយករដ្ឋមន្ត្រីតែអៀកំសែងមានតែភាពបរាជ័យនៅក្នុងជីវិតដូច្នេះត្រូវគេតោងមករោបំណងសម្រាប់អៀកំសែងគប់បំណែកនេះខ្ញុំប្រាប់បងប្អូនឲ្យច្បាស់លាស់តែអៀកំសែងមិនដែលជាខ្លាចទេបើខ្លាចអៀកំសែងក៏អត់ចេញមកនិយាយដែរនេះខ្ញុំបញ្ជាក់ប្រាប់បងប្អូនឲ្យច្បាស់លាស់ហើយបន្ទាប់មកឥឡូវនេះការរំដោះបានទី3ឥឡូវនេះរំដោះបានទី3នេះដូចជាចំណុចហ្នឹងហើយយើងលើកពីសំរងស៊ីមកនិយាយវិញរំដោះបានទី3បែរជាមិនយកនយោបាយទាំងអស់ហ្នឹងទៅរំដោះជាតិទេតែឥឡូវតែប្រើនយោបាយពង្រួមជាតិដូច្នេះពង្រួមជាតិឲ្យបងប្អូនមើលឃើញហើយនៅក្នុងរយៈកាលតាំងពីថ្ងៃទី28កក្កដាមកទល់នឹងសប្តាហ៍ថ្ងៃនយោបាយសំរងស៊ីគឺនយោបាយពង្រួមជាតិមិនមែននយោបាយរំដោះជាតិទេហេតុអីបានហៅថានយោបាយពង្រួមជាតិគេធ្វើបាតកម្មទី1គឺបាតកម្មស្មឹងស្មាតអត់ចង់ឲ្យប្រទេសខ្មែរយើងចលាចលស្មឹងស្មាតអានឹងបាតកម្មទី1បាតកម្មទី2គឺបាតកម្មជាងរំលេងបងប្អូនខំលក់ឆ្កែលក់ឆ្មាលក់គោលក់កបីលក់មួយបំណែកដើម្បីយកលុយមកធ្វើបាតកម្មតែថាបាតកម្មជាងរំលេងមិនបានទៅតែជាតិអត់មានបានផលប្រយោជន៍ទាំងអស់អានេះខ្ញុំនិយាយពីបាតកម្មជាងរំលេងបាតកម្មទី3គឺបាតកម្មអហិង្សាយើងបដិសេធក្នុងជួររដ្ឋាភិបាលរួចហើយថាយើងមិនទទួលស្គាល់រដ្ឋាភិបាលបែរជាទៅសុំរដ្ឋាភិបាលវិញថាយើងទៅសុំធ្វើបាតកម្មអហិង្សាហើយបែរជាប្រើពាក្យថាហ៊ុនសែនឲ្យចុះចេញទៅដល់ពេលយើងទៅសុំគេធ្វើបាតកម្មហើយដល់យើងប្រើពាក្យទៅដេញគេចេញគេសុំរដ្ឋាភិបាលធ្វើបាតកម្មហើយទៅដេញគេចេញសួរថាគេភ្លឺទេហើយបើយើងប្រើពាក្យអហិង្សាដូចខ្ញុំបានបញ្ជាក់អញ្ចឹងបើយើងប្រើពាក្យអហិង្សាបានន័យថាបើយើងប្រើហិង្សាយើងខុសនឹងច្បាប់ពីព្រោះច្បាប់អហិង្សាគឺអហិង្សាតើជាគេវាយយើងទៅតែរត់បើយើងតបយើងបានន័យថាយើងហិង្សាយើងខុសច្បាប់នឹងសិតតែនយោបាយពង្រួមបោះសំរងស៊ីនេះខ្ញុំបញ្ជាក់ឲ្យច្បាស់លាស់អញ្ចឹងហើយបាទខ្ញុំចេញមុខខ្ញុំវាយសំរងស៊ីដោយសារអីដោយសារជំរុញនៅដំណាក់កាលដែលយើងរំដោះបានទី3នេះបើយើងរំដោះបានគឺរំដោះមិនបាននេះគឺប្រទេសខ្មែរយើងទៅចប់ហើយនៅអាណត្តិទី5នេះខ្ញុំចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋឲ្យយល់អំពីដំណើរសំរងស៊ីអត់មានបំណងរំដោះជាតិខ្មែរទេគឺបំណងបំរួមដូចអបិសាយសៀននោះអញ្ចឹងហើយខ្ញុំនឹងចាស់រាល់ឃ្លីដែលសម្ដីដែលសំរងស៊ីនិយាយហើយឲ្យបងប្អូនវិនិច្ឆ័យមើលទៅហើយវិភាគពិចារណាទៅតើអ្វីសម្ដីដែលសំរងស៊ីនិយាយហ្នឹងតើខ្ញុំមូលបង្កាច់ឬក៏អត់ទេនេះនយោបាយឲ្យបងប្អូនសម្រេចចិត្តនៅពេលហ្នឹងឥឡូវខ្ញុំចូលទៅដល់ចំណុចមួយគេហៅថាសម្រេចចិត្តពីរឿងរំដោះជាតិឬក៏បង្រួមជាតិបើសិនជាបងប្អូនចូលចិត្តសំរងស៊ីអានឹងបងប្អូនដើរទៅនៅក្នុងការបង្រួមជាតិបើយើងបង្រួមជាតិពីថ្ងៃហ្នឹងទៅយើងកុំធ្វើអីទាំងអស់ទុកឲ្យសំរងស៊ីធ្វើអីធ្វើទៅពីព្រោះគោលដៅសំរងស៊ីគេមានតែបំណងបង្រួមជាតិទេតែអត់មានគោលដៅរំដោះជាតិទេបើយើងរំដោះជាតិបានន័យថាយើងមានភាពភ្លឺស្វាងអត់មានក្រោមគំនិតនយោបាយអ្នកណាមួយមានតែយើងទៅសហការមួយអាមេរិកអានឹងបានហៅថាយើងនឹងរំដោះជាតិតែបើយើងនៅក៏បង្រួមជាតិបានន័យថាសំរងស៊ីគេទៅសហការមួយចិននៅដែរដូចតែគេដើរដំណើរទៅតាមទីអនុដែលសំរងស៊ីបាននិយាយលើកដំកើងស៊ីអនុដែលជំចាក់ឲ្យបងប្អូនអាប់ដូចតទៅបាទចាំតែខ្ញុំស្ដាយកាលពីសម្ដេចព្រះនរោត្តមសីហនុព្រះអង្គមិនទាន់ចូលទីមង្គលព្រះអង្គនៅមានបញ្ជននៅឡើយគឺព្រះអង្គជានិមិត្តរូបនៃការរួបរวมជាតិឯកភាពជាតិគឺព្រះអង្គចាស់ណែនខំប្រឹងប្រែងអស់ពីប្រទេសព្រះអង្គពង្រឹងឯកភាពជាតិការនោះឯកភាពជាតិនឹងមានលក្ខណៈរឹងមាំជាមើលមកក្រៅខ្មែរយើងឃើញថាយើងចេះរួបរวมគ្នាតែតាំងពីព្រះអង្គសកលគឺជាខ្មែរស្បែកមកគឺឥឡូវនេះគឺកាន់តែមកគ្នាអស់ចាប់តែយើងរំងត្រឡប់ទៅរកឧត្តមកតេរួបរวมជាតិតាមបរិយាកម្រិតកំពុងពោះរបស់សម្ដេចព្រះនរោត្តមសីហនុអញ្ចឹងហើយបានខ្ញុំជឿថានឹងមានដំណោះស្រាយត្រង់ពេលឆាប់ខាងមុខដំណោះស្រាយមិនមែនភាគីមួយនេះលើភាគីមួយដើម្បីឲ្យខ្មែរស្អប់គ្នាកម្ចាត់គ្នាទៅវិញទៅមកអត់គ្នាទេគឺខ្មែរជាមួយជាតិខ្មែរជាមួយត្រូវតែរួបរวมគ្នាកសាងអំពើល្អជាមួយគ្នារួបរวมគ្នាជួយប្រជារាស្ត្របន្ទប់ការធ្វើបាបប្រជារាស្ត្របង្គោលសងដីធ្លីផ្ទះសម្បែងវិញគប់កាប់ព្រៃឈើការពារព្រៃឈើទ្រព្យសម្បត្តិជាតិទ្រព្យ
ឥឡូវបងប្អូនបានស្ដាប់រាល់បញ្ហារឿងសំរងស៊ីហ្នឹងប្រើពាក្យបង្រួបបង្រួមហើយអ្វីក៏ដោយសំរងស៊ីមិនដែលយកខ្មែរណាធ្វើជាសត្រូវបង្រួបបង្រួមហើយលើកពីកិច្ចការភាពរបស់អាបិសាជានុថាមានតែអាបិសាជានុទេដោយតាំងពីកើតនៅរស់ប្រទេសជាតិយើងបានសុខសេមខ្សានបានសុខសានត្រាំបានន័យថារីកចម្រើនរុងរឿងមកទល់នឹងសពថ្ងៃបងប្អូនមើលឃើញតាំងពីឆ្នាំ93មកទល់នឹងសពថ្ងៃអ្វីដែលហិនហោចคลิกទ្រាំទាំងអស់មិនមែនទៅតែឆ្នាំ2012នឹងឯណាជានុទំងាប់ឆ្នាំ2012តែអ្វីដែលយើងបាត់បង់កោះត្រល់អ្វីដែលយើងជួបនៅភាពមហន្តរាយជួបនៅវិនិច្ឆ័យកម្មអ្វីដែលយើងការប្រឹកប្រាស់បែកបាក់ទាំងអស់ពីវិនិច្ឆ័យកម្មទាំងអស់មិនមែនទៅតែឆ្នាំ2012ទេពីព្រោះអាបិសាជានុវាទៅតែងាប់ឆ្នាំ2012បែកជាសំរងស៊ីទៅលើកពីតម្លៃទៅទស្សនៈដែលលើកតម្កើងអស់ហ្នឹងដែលហើយឲ្យបងប្អូនស្ដាប់មើលរំវិបត្តិតាំងពី93មកទល់នឹងសពថ្ងៃវិនិច្ឆ័យកម្មខ្មែរយើងបាត់បង់ទាំងអស់តាំងពីព្រំដែនតាំងពីកោះត្រល់តាំងពីជីវភាពប្រជាពលរដ្ឋនៅតែរងទុក្ខវេទនា20ឆ្នាំដែលយើងជឿទៅលើអាបិសាជានុហ្នឹងតើយើងបានជោគជ័យឬក៏អត់ចំណុចហ្នឹងឲ្យការរងទុក្ខវេទនាទាំងអស់ដែលខ្ញុំចង់បញ្ជាក់បង្ហាញទៅលើមហាអង្គចៅក្រមឲ្យប្រជាពលរដ្ឋដែលគ្រប់គ្រងទៅលើគណៈបកសង្គ្រោះជាតិហើយឲ្យបងប្អូនវិភាគមើលតើសម្ដីសំរងស៊ីហ្នឹងតើនិយាយនៅក្នុងគោលបំណងរំដោះជាតិឬក៏គោលបំណងដើម្បីបង្រួបបង្រួមទៀតសុំអង្វរគេឲ្យចូលរួមជាមួយរយៈកាលកន្លងមកយើងមើលឃើញហើយសកម្មភាពវាបាញ់វាសម្លាប់ប្រជាជាតិខ្មែរយើងវាវាយវាធ្វើបាបវាមិនដែលយកទស្សនៈមួយមកស្ដាប់សំរងស៊ីទេតែឥឡូវសំរងស៊ីតើនយោបាយទៅនយោបាយបង្រួបបង្រួមសុំអង្វរគេតើយើងអាចរំដោះជាតិបានទេយើងអាចយកអំណាចពីអាកម្ពុជាចោលក្បត់ជាតិ3សាច់បនកំពើហ្នឹងទេពីពួកអាហ្នឹងជាក្រុមបម្រើយួនសម្រាប់ខ្មែរទន្ទឹមនឹងពេលហ្នឹងឲ្យបងប្អូនដែលហេតុអីបាទខ្ញុំអៀកឹមសេងចេញវាយសំរងស៊ីពីព្រោះសំរងស៊ីហ្នឹងអត់មានបំណងរំដោះជាតិដោយនយោបាយទៅតាមអា3សាច់ជានោះដោយខ្ញុំបានបញ្ជាក់ប្រាប់ចឹងនៅក្នុងរយៈកាលពីឆ្នាំ70មកទល់នឹង75ហើយបន្តពី75មកទល់93នេះជានយោបាយរបស់93បង្រួបបង្រួមជាតិហើយលើកតម្កើងអា3សាច់ជានោះថាអា3សាច់ជានោះហ្នឹងអាការវានៅរស់ប្រទេសជាតិយើងសុខសេងខ្សានសុខសប្បាយតែយើងតាំងពី93មកទល់សប្តាហ៍ថ្ងៃតែយើងបានសល់អីទេឥឡូវយើងបាត់បង់ទាំងអស់តាំងពីព្រៃជលផលកោះអីទាំងអស់បងប្អូនមើលឃើញហើយសោធនីកម្មខ្មែរយើងដែលរងទុក្ខមកទល់សប្តាហ៍ថ្ងៃទៅបែកសំរងស៊ីឲ្យគូទៅលើកតម្កើងទៀតប្រើនយោបាយបង្រួបបង្រួមជាតិតើយើងមើលឃើញនយោបាយកន្លែងហ្នឹងតើបងប្អូននៅតែជឿទៀតទេឥឡូវចឹងចំណុចហ្នឹងហើយដែលខ្ញុំបានបញ្ជាក់ពាក្យពីម៉ាត់ដើម្បីបញ្ជាក់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋសម្រេចចិត្តឲ្យបានច្បាស់លាស់នៅពេលដែលយើងមិនទាន់ដល់ដំណាក់កាលចុងក្រោយនេះជាដែលជោគជ័យលើកទី3ហើយបើបងប្អូនទាមទារជោគជ័យហ្នឹងបានក៏ជោគជ័យនៅពេលហ្នឹងទាមទារមិនបានក៏ជោគជ័យពេលហ្នឹងនេះខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ហើយអៀកឹមសេងអត់មានពេលវេលាទៅបន្លាយដើម្បីបន្តទៀតទេពីព្រោះជីវភាពក៏មានកម្រិតដែរនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនឲ្យបានច្បាស់លាស់ទន្ទឹមនឹងពេលហ្នឹងខ្ញុំចង់ឲ្យបងប្អូនយើងសម្រេចចិត្តឲ្យបានច្បាស់លាស់តើដើរតាមនយោបាយរបស់សំរងស៊ីទេបើនយោបាយបង្រួបបង្រួមជាតិយើងអត់មានទេបើនៅក្នុងទស្សនៈអៀកឹមសេងមានតែនយោបាយមួយទេគឺនយោបាយរំដោះជាតិបើនយោបាយរំដោះជាតិសំរងស៊ីហ្នឹងគឺនយោបាយបង្រួបបង្រួមជាតិធ្វើឲ្យប្រទេសជាតិយើងគឺបាត់បង់ទាំងស្រុងហើយគុំពីថ្ងៃហ្នឹងទៅមិនយើងមិនបាច់សង្ឃឹមទៀតទេបើបងប្អូនដើរតាមសំរងស៊ីដែលហៅថានយោបាយបង្រួបបង្រួមជាតិហ្នឹងដូចនេះសូមបងប្អូនកុំងើបឡើងធ្វើបាតកម្មហើយកុំទាមទារកុំធ្វើអីទាំងអស់បណ្ដោយទៅតាមសំរងស៊ីទៅពីព្រោះសំរងស៊ីមានសមត្ថភាពនិងសក្តានុពលពោះតែទៅកុំតិចពួកអាក្រុមកម្ពុជាចោលក្បត់ជាតិ3សាច់ហ៊ុនសែនបានទេពីព្រោះពួកហ្នឹងបំរើតែយួនសម្រាប់ខ្មែរហើយបងប្អូនមើលឃើញហើយស្អីចលនាទ្រព្យនៅស្រុកខ្មែរយើងបាត់បង់ទាំងអស់រិចរិលទាំងអស់វិនិច្ឆ័យអន្តរាយទាំងអស់ក៏ដោយសារអាកម្ពុជាចោលនឹងសហការជាមួយយួនហើយនឹងអារាជានិយមបលាយពូជសាសន៍ទៅចុះសិទ្ធិសញ្ញានៅបន្តថែមទៀតឲ្យអាយួនមករស់នៅលើទឹកដីខ្មែរបាននេះចំណុចហ្នឹងបើសិនជាសំរងស៊ីចូលទៅលើទស្សនៈហ្នឹងសំរងស៊ីអត់មានអំណាចអីទាំងអស់ហើយបងប្អូនណាបើជឿទៅតាមសំរងស៊ីដូចនេះកុំត្អូញត្អែខ្ញុំចង់បញ្ជាក់ប្រាប់អ្នកមួយចំនួនដែលជឿទៅលើសំរងស៊ីហើយបើជឿទៅលើសំរងស៊ីកុំធ្វើនយោបាយអីទៀតដើរតាមសំរងស៊ីទៅបង្រួបបង្រួមហើយពីព្រោះសំរងស៊ីគេមើលឃើញតាំងពីស្ដេចសៀនុនៅប្រទេសខ្មែររីកចម្រើនឥឡូវនយោបាយនេះដែលសំរងស៊ីយកមកប្រើហ្នឹងគឺនយោបាយដែលបានជោគជ័យដោយសារគេហៅថាព្រះដល់បវរហើយទន្ទឹមពេលហ្នឹងសំរងស៊ីទៅសហការជាមួយចិនថែមទៀតអាហ្នឹងដែលគេបញ្ជាក់បង្ហាញនៅលើមជ្ឈដ្ឋានជាតិហើយជាព័ត៌មានដែលគេបញ្ជាក់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់តែផ្ទុយទៅវិញបើសិនជាដើរនៅក្នុងទស្សនៈរបស់អៀកឹមសេងបានបញ្ជាក់ប្រាប់ហើយជំរឿយើងនៅសល់តែមួយទេគឺបាតកម្មរំដោះជាតិគេហៅថាបាតកម្មរំដោះជាតិហ្នឹងគឺចូលទៅលើគោលការណ៍ធម្មជាតិជាគោលហើយធម្មជាតិមាន3ធម្មជាតិប្រមូលផ្ដុំធម្មជាតិអត់មេនិងធម្មជាតិអត់ខ្លាចដើម្បីចង់ឲ្យច្បាប់ទាំង4ដូចខ្ញុំបានបញ្ជាក់ចឹងយើងមានអំណាចនៅពីក្រោយ4ដែលយើងត្រូវឲ្យបងប្អូនយើងចាប់អារម្មណ៍មកច្បាស់សូមបងប្អូនរងចាំស្ដាប់ភាគទី3ជាភាគបន្តខ្ញុំនឹងបញ្ជាក់បង្ហាញឲ្យបងប្អូនបានច្បាស់លាស់អំពីការរំដោះជាតិហើយនឹងមិនយកខ្មែរណាធ្វើជាសត្រូវហើយនឹងចំណុចទី3គឺការបកស្រាយតបទៅពេជ្រមនោរីបាទសូមអរគុណ